ផ្លែហ្នឹងវាស្រួលប្រើយើងគ្រាន់តែយើងគ្រាន់ចុចលើ material ស្រួលលើ material ដែលយើងចង់ដូរហ្នឹងហើយយើងដូរវា click លើផ្លែហ្នឹងទៅហើយខ្ញុំដូរទៅជាទឹកឃើញទេខ្ញុំមកបង្ហាញអំពី plugin មួយដែលជួយជំរុញដល់ការប្រើប្រាស់ Inkscape របស់យើងហើយវាក៏នៅក្នុងមេរៀនដែលយើងនឹងរៀនផងដែរអញ្ចឹងនេះគឺជា plugin មួយក្នុងចំណោម plugin ជាច្រើនដែលយើងនឹងរៀនហើយ plugin នេះគឺឈ្មោះថា អឺ Monster ហ្នឹង Inkscape ហ្នឹងហើយ plugin នេះគឺវាជួយក្នុងការ set material របស់យើងឲ្យកាន់តែលឿនដូចយើងដឹងហើយ material Inkscape គឺយើងប្រើប្រាស់ keyword បើថាវាស្គាល់ keyword ក្នុងការបដូរ material របស់វាចុះឧបមាថាយើងដូរនេះទៅជាដែកយើងគ្រាន់តែវាយ keyword ឲ្យត្រូវទៅInkscape វានឹងដូរ material ទៅតាមហ្នឹងហើយនេះវា auto save បន្តិចអានេះខ្ញុំ click Alt មួយទៀតមើលថែមទៅ Alt មួយទៀតមកឃើញទេអញ្ចឹងInkscape គឺវាចាំ keyword នៃ material អញ្ចឹងបើយើងស្គាល់ពាក្យដែលយើងចង់បាន material យើងទៅជាមកយើងសរសេរត្រូវទៅគឺInkscape វានឹងដូរទៅតាមហ្នឹងហើយប៉ុន្តែចំពោះគ្នាយើងដែលអត់ចាំហើយមិនចង់ចាំខ្ជិលចាំអញ្ចឹងយើងមាន plugin មួយគឺplugin ដែលខ្ញុំបង្ហាញមិញហ្នឹងអញ្ចឹង plugin ហ្នឹងវាស្រួលប្រើយើងគ្រាន់តែយើងគ្រាន់ចុចលើ material ស្រួលលើ material ដែលយើងចង់ដូរហ្នឹងហើយយើងដូរវា click លើ plugin ហ្នឹងទៅហើយខ្ញុំដូរទៅជាទឹកឃើញទេអញ្ចឹងអាពាក្យទៅនេះវាដូរ Inkscape នេះទៅជា Inkscape Water អញ្ចឹងវាដូរ keyword ឲ្យយើងវាអូតូដូរ keyword ឲ្យយើងអញ្ចឹងអឺវាដូរ material របស់យើងទៅជាទឹកណាឃើញទេអញ្ចឹងក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃយើងនឹងប្រើវាច្រើនក្នុងការដូរ keyword ហ្នឹងអញ្ចឹងពេលខ្លះយើង select ពណ៌មកមួយselect ពណ៌មកមួយហើយយើងមកដូរអានេះវាយើងមកដូរអានេះម្ដងហើយម្ដងទៀតម្ដងហើយវាយូរអញ្ចឹងបើយើងប្រើ plugin ហ្នឹងវាជួយជំរុញការងារយើងមួយចំនួនធំដែរគាត់តែមួយចំនួនធំដែរអញ្ចឹងនេះឧបមាថាយើងចង់ដូរទៅជាស្មៅយើងគ្រាន់តែ click លើហ្នឹងទៅដូរ material យើងទៅជាស្មៅ add grass យើងគ្រាន់ add material ចូលអាហ្នឹងទៅហើយខ្ញុំប្រើអានេះកាលខ្ញុំប្រើ Inkscape គឺខ្ញុំប្រើអានេះ plugin នេះគឺជំនួយខ្លាំងមែនទែនឧបមាថាកញ្ចក់អានេះគឺយើងគ្រាន់តែ click លើអានេះគេមាន glass ចំពោះ version ថ្មីរបស់ Inkscape គឺវាលែងដំណើរការក្នុងការ glass នេះអញ្ចឹងយើងគ្រាន់តែដូរនៅ edit យើងគ្រាន់តែដូរ capacity វាទេមកវាដូរហើយអញ្ចឹងអានេះគឺជានេះមួយជាបញ្ហាមួយក្នុងការប្រើប្រាស់ plugin ហ្នឹងហើយឧបមាថាអានេះវាជាស្លឹកឈើយើងគ្រាន់តែ select វាមកដូរទៅស្លឹកឈើទៅធ្លុះវាមើលទៅដូចធ្លុះពណ៌វាអត់នេះទេពណ៌វាអត់ដូចពណ៌ដើមទេហើយអានេះគឺជាកញ្ចក់អញ្ចឹងដូរវាទៅជាកញ្ចក់ដែរទៅដូចខ្ញុំនិយាយមិញអញ្ចឹងកញ្ចក់គឺយើងគ្រាន់ដូរ capacity វាអញ្ចឹងវាមើលទៅវាធ្លុះហើយពាក់ព័ន្ធដល់ទៀតអានេះបើយើងប្រើ painting យើងប្រើទី1យើងចង់ឲ្យវាឆ្លុះខ្លាំងទី2យើងឲ្យវាឆ្លុះរឹតតែខ្លាំងអានេះ ceramic រឹតតែខ្លាំងអានេះយើងដូរនេះធ្វើនេះមកឃើញវា reflect ឯងអញ្ចឹងការប្រើប្រាស់ការងារជាក់ស្ដែងយើងប្រើនេះច្រើននេះច្រើនហើយនឹង ceramic នេះអញ្ចឹង object ខ្លះវាជា ceramic ហើយអានេះគេ marble មកថានេះវាជា marble នេះreflect ស្រាប់យើងទៅដូរវាទៅអូនេះស្គាល់ស្រាប់ហើយអូ material នោះស្រាប់អូខេអញ្ចឹងយើងគាត់ click លើ marble ទៅវាដូរ material ទៅជា marble វា add keyword ឲ្យយើង auto អញ្ចឹងplugin នេះវាជំនួយការធ្វើការងារយើងប្រចាំថ្ងៃច្រើនយើងអត់ចាំបាច់ថក់ពណ៌មួយហើយមកដូរពណ៌មួយឧបមាថាកុំព្យូទ័រនេះអូខេកុំព្យូទ័រនេះ MacBook នេះ MacBook អីគេអត់ស្គាល់ទេអញ្ចឹងយើងគាត់ទៅដូរវាទៅជា metal នេះមកដូរពណ៌អូI'm not check ពណ៌ yet marble metal sorry ពណ៌ MacBook ពណ៌អញ្ចឹងមែន I don't know ឃើញទេអញ្ចឹង
ការប្រើប្រាស់ tool នេះអានេះគឺ plastic ឃើញទេវាអត់ reflect ខ្លាំងទេវាជាអញ្ចឹងហើយហើយអានេះវាជាកញ្ចក់នេះស្រួលទេហើយចឹងនេះជាអេក្រង់វាជា screen ចឹងយើងដូរវាទៅជាimmersive ខ្សោយពេកថែមបន្តិចពេលវាដូរពណ៌នេះឲ្យយើងអូតូឯងចឹងយើងគ្រាន់តែតម្លើងimmersive បន្តិចមកអូខេ nice តិចទៀតអូខេនេះស្រួលទេអឺចឹងអានេះគឺជា plugin មួយដែលជំរុញក្នុងការគូរ Inkscape របស់យើងឲ្យរត់ទៅលឿនហើយយើងនឹងរៀនបន្ថែមទៀតអំពីការប្រើប្រាស់ material ឲ្យកាន់តែស៊ីជម្រៅនៅក្នុងមេរៀនហ្នឹងហើយឧបមាថានេះវាជាអីគេកំពូលនេះយើងគ្រាន់តែ click ទៅជា immersive អញ្ចឹងមកអានេះវាទាមទារយើងបត់រកពណ៌នេះមកបន្តិចអូខេវាគប់រួចអូខេហ្នឹងហើយអូខេអញ្ចឹងបើអ្នកទាំងគ្នាចង់ស៊ីជម្រៅកាន់តែច្បាស់ក្នុង course ហ្នឹងគឺយើងនឹងនិយាយពី material នេះឲ្យកាន់ស៊ីជម្រៅជាងហ្នឹងរបៀបប្រើប្រាស់ plugin ហើយនេះគឺជា plugin មួយក្នុង plugin ខ្ញុំគិតថាប្រហែលអាចជាជិត10ដែលយើងនឹងរៀនអំពីការប្រើប្រាស់ plugin ឲ្យស៊ីជម្រៅដើម្បីឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ course យកមេរៀននឹងទៅរៀនវាកាន់តែយល់ច្បាស់អំពីមេរៀនហ្នឹងដូចនេះអញ្ចឹងយើងមាន store material នេះ showroom material នេះ material នេះគឺខ្ញុំនឹងនិយាយច្រើនពីវាតទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ